រដ្ឋបាលខេត្តកំពង់ចាមរៀបចំពិធីអភិសេកបើកប្រណិតនាគពណ៌ថ្មីធ្វើពីស្ពាន់សុទ្ធទម្ងន់8តោននៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2026នេះរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំពិធីអភិសេកបើកប្រណិតនាគពណ៌ថ្មីធ្វើពីស្ពាន់សុទ្ធទម្ងន់8តោនក្រមវត្តមានអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តមអ៊ុនច័ន្ទដាអភិបាលនៃគណៈពិការខេត្តកំពង់ចាមនិងឯកឧត្តមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តស្ថិតនៅចំណុចរង្វង់មូលនាគពណ៌ចាស់លើផ្លូវជាតិលេខ7ទល់មុខខ្លងទ្វារចូលវត្តប្រាសាទនគរបានជ័យស្ថិតនៅភូមិនគរបាជ័យស្រុកកំពង់សៀមស្ថិតក្នុងឱកាសនោះឯកឧត្តមអ៊ុនច័ន្ទដាអភិបាលខេត្តកំពង់ចាមឯកឧត្តមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តរួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការបាននិមន្តព្រះសង្ឃជយន្តោទៅតាមកិច្ចតាមសាសនាដើម្បីឧទ្ទិសបួងសួងសុំដល់ម្ចាស់ដីទឹកសូមពរសេចក្តីសុខសេចក្តីចម្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមក៏ដូចជាប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តកំពង់ចាម Music Studio